សួស្តីអ្នកនរគ្នាបាទបន្ទាប់ពីមកពីផ្សារវិញតើយើងទិញបានអីខ្លះបាទឥឡូវមកមើលជាមួយខ្ញុំទាំងអស់គ្នាបាទទី1នោះគឺនំប៉័ងរសជាតិ Strawberry ហើយទី2នោះគឺនំប៉័ងទៀតតែរសជាតិចេកទី3នោះគឺខាត់ណាហ្នឹងឯងទី3គឺខាត់ណាទី4នោះគឺប្រហិតគឺប្រហិតប័រយើងគឺយើងទិញយកមកអាំងមកគឺប្រហិតប័រទី5នោះគឺនំប៉័ងគេថានំប៉័ងរសជាតិចេកហ្វេននំប៉័ងគឺទិញតែនំប៉័ងហ្នឹងគឺនំប៉័ងគឺនំប៉័ងរសជាតិកាហ្វេទៀតគឺនំប៉័ងនំប៉័ងសាបយើងធម្មតាដាក់ដោះគោទៀតគឺកោះមាន់ហ្នឹងហើយនេះគឺកោះមាន់យើងទិញយកមកឆាកោះមាន់នេះគឺនំប៉័ងនេះណានំប៉័ងមូលហើយមានស្នូលកដាលគឺខ្ទឹមសយើងចេកដំបូងគឺចេកទៀតទិញដាក់កតាបសិតតែចេកហើយនឹងនំប៉័ងទៀតគឺដំឡូងទិញយកមកស្ងោរដំឡូងគឺកូកាកូឡាពេលយើងហូបបាយទៅយើងដាក់តិចទៅគឺកាហ្វេនៅសល់កាហ្វេ2ដបទៀតហ្នឹងហើយឥឡូវយើងនៅសល់មួយទៀតនោះគឺទឹកដោះគោគឺយើងទៅផ្សារទិញបានតែប៉ុណ្្នឹងទេចុះអ្នកទាំងអស់គ្នាពេលទៅផ្សារម្ដងទិញបានអីខ្លះដែរបាទជួយខមមិនប្រាប់គ្នាម្នាក់មួយផងបាទហើយគឺអស់លេងហើយកុំភ្លេចជួយ like ជួយ share ម្នាក់មួយផងបាទហ្នឹងហើយទៅផ្សាររយៈពេល1ម៉ោងគឺទិញបានតែប៉ុណ្្នឹងទេឥឡូវគឺយើងចាំជួបគ្នានៅវីដេអូក្រោយទៀតបាយ